ចឹងខ្ញុំសូមអរគុណទៅដល់បងប្រុសមឿនច័ន្ទថនដែលបានលើកទឹកចិត្ត admin $1អញ្ចឹងគាត់លើកទឹកចិត្ត admin តាំងតែពីថ្ងៃ13មកម្លេះដោយសារតែខ្ញុំអត់បានធ្វើនៅឈុតបន្តអញ្ចឹងក៏អត់បានផុសឈ្មោះរបស់គាត់នៅក្នុងវីដេអូហើយបើសិនជា channel ខ្ញុំអាចស្នើរកលុយបានហើយខ្ញុំនឹងធ្វើវីដេអូឲ្យបានច្រើនជារៀងរាល់ថ្ងៃក៏ប៉ុន្តែកំឡុងពេលនេះគឺកំពុងតែស្នើអញ្ចឹងខ្ញុំធ្វើមួយសិនណាបាទសួស្តីអ្នកនរគ្នាយើងវិលត្រឡប់ជួបគ្នាម្ដងទៀតជាមួយនៅរឿងបច្ចេកកម្មមេឃនៅក្នុងឈុតភាគ217នៃខ្សែរឿងប្រឡោមលោកបន្តទៀតបើសិនជាគ្នាយើងចង់លើកទឹក admin អាចមើលតាម QR code នៅលើអេក្រង់នេះក៏បានដែរស្រមោលដ៏ធំសម្បើមដែលមាននៅកម្ពស់ដល់ទៅ 10000 feet បានឈរយ៉ាងរឹងមាំនៅលើលំហអាកាសខណៈដែលធម្មពលនៃរូបកាយទាំងអស់នៅក្នុងភ្នំមេឃខាងក្រោមក៏បាននាំគ្នាញ័ររន្ធត់និងរួញថយក្រោយសម្ពាធដែលគួរឲ្យភ័យខ្លាចនោះហាក់បីដូចជាចង់ធ្វើឲ្យរាងកាយរបស់ពួកគេផ្ទុះបែកខ្ទេចទីក្នុងពេលជាមួយគ្នានោះរាងកាយរបស់ស៊ីឈួនបានរលាយបាត់បន្តិចម្ដងនៅក្នុងលំហអាកាសដោយបន្សល់ទុកត្រឹមតែកែភ្នែកដ៏ចំណាស់ដែលពោពេញទៅដោយភាពស្កប់ស្កល់មុនពេលដែលគាត់រលាយបាត់ទាំងស្រុងរូបរាងដ៏ធំសម្បើមនោះនៅតែបន្តលូតជង្គង់នៅលើអាកាសបន្ទាប់ពីរាងកាយរបស់ស៊ីឈួនបានប្រែទៅជាស្លេកស្លាំងពេលវេលាបានកន្លងផុតទៅយ៉ាងយូរទើបរាងកាយដ៏ធំមួយនោះបានចាប់ផ្ដើមរួញតូចបន្តិចម្ដងរហូតប្រែទៅមានទំហំប៉ុនមនុស្សធម្មតាហើយឈរយ៉ាងស្ងៀមស្ងាត់នៅលើអាកាសស៊ីយៀនបានសម្លឹងមើលទៅកាន់ទីតាំងដែលស៊ីឈួនទើបតែរលាយបានទៅដោយក្តីអាឡោះអាល័យនឹងបានខ្សឹបហើយបបេបរបស់ខ្លួនយ៉ាងស្រាលគាត់បានលាតដៃរបស់គាត់ហើយក្តាប់ខ្យល់ទេយ៉ាងថ្នមពន្លឺដែលមិនអាចមើលឃើញដោយភ្នែកទទេរបស់មនុស្សធម្មតាក៏បានលេចឡើងនៅក្នុងបាតដៃរបស់គាត់បន្ទាប់ពីគាត់បានក្តាប់វានេះគឺជាសញ្ញាជីវិតរបស់ស៊ីឈួនមានតែអ្នកដែលមាននៅព្រលឹងឈានទៅដល់កម្រិតដំណាក់កាលទីប៉ុណ្ណោះទើបអាចមើលឃើញនៅសញ្ញាជីវិតប្រភេទនេះបានបើមិនដូច្នេះទេទោះបីជាទូឈីរបស់នរណាម្នាក់បានឈានទៅដល់កម្រិតទូសឹងផ្កាយ9ចុងក្រោយក៏ដោយក៏ពួកគេនៅតែមិនអាចចាប់ជោគនៅអស្ថិរភាពដ៏អន់កំបាំងបំផុតមួយនេះបានឡើយតាមទស្សនៈមួយជ្រុងបច្ចុប្បន្នភាពរបស់ស៊ីឈួនអាចត្រូវបានគេចាត់ទុកថាបានរលាយបាត់ទាំងស្រុងពីលោកនេះទៅហើយកពូលអ្នកខ្លាំងផ្ដាច់មករូបនោះដែលធ្លាប់តែត្រួតត្រាលើទ្វីបទូឈីទាំងមូលបានបាត់បង់អស្ថិរភាពរបស់ខ្លួនទាំងស្រុងប៉ុន្តែវាមិនមែនជារឿងបែបនេះនោះទេនៅក្នុងខ្សែភ្នែករបស់ស៊ីជីនបន្ទាប់ពីគាត់បានឈានជើងចូលទៅកាន់កម្រិតដំណាក់កាលទីសញ្ញាជីវិតនេះប្រហែលជាអាចផ្ដល់នូវជីវិតដល់ស៊ីឈួនម្ដងទៀតនៅថ្ងៃណាមួយទោះជាយ៉ាងណាក៏ដោយសូម្បីតែបន្ទាប់ពីព្រលឹងរបស់គាត់បានវិវត្តចូលទៅកាន់ដំណាក់កាលទីក៏ដោយក៏ស៊ីជីននៅតែមិនទាន់មានសមត្ថភាពអាចធ្វើរឿងបែបនេះបាននៅឡើយនោះទេប្រហែលជាគាត់អាចធ្វើវាបានលុះត្រាតែគាត់អាចឈានចូលទៅកាន់កម្រិតទូទីដែលជាកម្រិតរឿងព្រេងនិទាននាថ្ងៃអនាគតទោះបីជាយ៉ាងណាក៏ដោយទីបំផុតវានៅតែមានក្តីសង្ឃឹមជានិច្ចក្តីសង្ឃឹមមួយនេះអាចនឹងសែនឆ្ងាយប៉ុន្តែវាមិនទាន់រលាយបាត់ទាំងស្រុងនោះទេសញ្ញាជីវិតដែលមើលមិនឃើញនោះបានអណ្ដែតឡើងជឿនៅលើបាតដៃរបស់ស៊ីយៀនបន្ទាប់មកវាក៏បានជ្រៀតចូលទៅក្នុងចន្លោះចិញ្ចើមរបស់គាត់ហើយត្រូវបានការពារដោយកម្លាំងព្រលឹងដ៏ធំធេងដូចជាពិភពលោកទាំងមូលរបស់គាត់ប្រហែលជានៅពេលណាមួយដ៏យូរនៅថ្ងៃមុខបរិសុទ្ធចំណាំម្នាក់នេះដែលបានលះបង់គ្រប់យ៉ាងសម្រាប់តកូលសៀវនឹងអាចវិលត្រឡប់មកកាន់ពិភពលោកនេះវិញម្ដងទៀតស៊ីយៀនបានដកដង្ហើមធំយ៉ាងស្រាលបន្ទាប់ពីរក្សានៅសញ្ញាជីវិតនៅរួចរាល់គាត់បានឱនក្បាលចុះហើយកលេចមើលទៅកាន់ពិភពលោកនៃភ្នំមេឃីទោះបីជាពេលវេលានៅខាងក្រៅទើបតែកន្លងផុតទៅមិនទាន់កន្លះខែផងនៅក្នុងភូមិភាគកណ្ដាលក៏ដោយប៉ុន្តែតាមពិតទៅស៊ីយៀនបានចំណាយពេលជិត2ឆ្នាំទៅហើយនៅក្នុងភ្នំមេឃីគាត់ត្រូវចំណាយពេលដល់ទៅ2ឆ្នាំពេញទើបអាចចម្រាញ់នៅព្រលឹងនៃភ្នំមេឃីបានទាំងស្រុងជាសំណាងល្អទីកន្លែងដែលនៅក្នុងភ្នំមេឃីនេះមានលំហពេលវេលាខុសប្លែកពីខាងក្រៅបើមិនដូច្នេះទេវាមិនដឹងថាពិភពលោកខាងក្រៅនឹងមានការផ្លាស់ប្ដូរអ្វីខ្លះនោះទេនៅពេលដែលគាត់ចេញពីការហ្វឹកហាត់ជាពេល2ឆ្នាំនេះដោយនឹកគិតទៅដល់ព្រលឹងនៃកម្រិតដំណាក់កាលទីរបស់ខ្លួនស៊ីយៀនបានក្តាប់ដៃរបស់គាត់យ៉ាងស្រាលកែភ្នែករបស់គាត់ក៏បានសម្លឹងមើលទៅកាន់ទីឆ្ងាយហើយសារភាពផ្លូវចិត្តដ៏ចម្លែកមួយក៏បានផុសចេញពីក្នុងបេះដូងរបស់គាត់អារម្មណ៍មួយនេះបានធ្វើឲ្យគាត់ដឹងថាភ្នំមេឃីទាំងមូលនេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់គាត់ទាំងស្រុងគ្រាន់តែគិតចង់សាកល្បងភ្លាមស៊ីយៀនបានលាតដៃរបស់គាត់ហើយស្រវាចាប់ជោគនៅលំហអាកាសទទេយ៉ាងកំហុកភ្នំថ្មមួយដែលមានចម្ងាយរាប់សែនហ្វីតពីគាត់បានផ្ទុះខ្ទេចខ្ទីខ្លាយទៅជាធូលីដោយគ្មានការពំមានអ្វីទាំងអស់កម្លាំងព្រលឹងរបស់គាត់បានសាយភាយគ្រប់រំដំគ្រប់ជ្រុងជ្រោយនៃភ្នំមេឃីត្រឹមតែមួយគំនិតប៉ុណ្ណោះទំហំផ្ទៃដីដែលវាអាចគ្រប់គ្រងបានគឺធំជាងអ្វីដែលស៊ីយៀនអាចធ្វើបានកាលពីអតីតកាលច្រើនដងណាស់ការវាយប្រហាររបស់គាត់នឹងអាចទៅដល់គ្រប់ទិសទីដែលព្រលឹងរបស់គាត់អាចទៅដល់សូម្បីតែទីនោះមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រក៏ដោយព្រលឹងកម្រិតដំណាក់កាលទីហើយនឹងកម្រិតដំណាក់កាលមេឃីឥតខ្យល់
គឺមានកម្រិតខុសគ្នាត្រឹមតែមួយជំហានប៉ុណ្ណោះប៉ុន្តែមួយគឺជាមេឃហើយមួយទៀតគឺជាដីវាមិនអាចជោគមកប្រៀបធៀបគ្នាបានឡើយមានតែបន្ទាប់ពីបានដកនៅពិសោធន៍នៅកម្លាំងដ៏មហិមានៃដំណាក់កាលទីនេះយ៉ាងពិតប្រាកដទេទើបមនុស្សម្នាក់អាចចូលបានថាហេតុអ្វីបានជាមានអ្នកខ្លាំងជាច្រើនមិនអាចឆ្លងកាត់នៃរបាំងដ៏រឹងមាំនៃចក្រវាឡមួយនេះបានទោះបីជាពួកគេព្យាយាមស្វែងរកវាមួយជីវិតក៏ដោយនេះក៏ព្រោះតែភាពខុសគ្នារវាងកម្រិតទាំងពីរគឺមួយប្រៀបដូចជាព្រះខណៈដែលមួយទៀតគ្រាន់តែជាមនុស្សសាមញ្ញប៉ុណ្ណោះដែលគិតថាវាប្រហែលជាដល់ពេលដែលត្រូវចាកចេញហើយរាងកាយរបស់ស៊ីយៀនបានអណ្ដែតផ្អាកនៅលើមេឃស៊ីឈွန်បានបាត់ខ្លួនទៅហើយដូច្នេះហើយគ្មានអ្វីនៅក្នុងភ្នំមេឃានេះតែគាត់ត្រូវអឡឡៃនឹងមិនដាច់ចិត្តចាកចេញនោះទេយ៉ាងណាមិញដោយសារតែគាត់បានលើកតបាក់នៅព្រលឹងភ្នំមេឃាចូលទៅស៊ីយៀនអាចដឹងយ៉ាងច្បាស់ថាគាត់មានសិទ្ធិអំណាចគ្រប់គ្រងជាដាច់ខាតទៅលើអាណាចក្រមួយនេះនិយាយម្យ៉ាងទៀតសូម្បីតែបន្ទាប់ពីគាត់បានចាកចេញពីដែនដីគូនៅថ្ងៃអនាគតក៏ដោយក៏គាត់នៅតែអាចបើកផ្លូវរូងអាកាសដើម្បីចូលមកកាន់ភ្នំមេឃាពីកន្លែងណាក៏បានយ៉ាងងាយស្រួលលើពីនេះទៅទៀតនរណាម្នាក់ដែលចង់ឲ្យលំហអាកាសដើម្បីចូលមកទីនេះលុះត្រាតែមានការអនុញ្ញាតពីគាត់ជាមុនសិនក្នុងន័យមួយស៊ីយៀនបច្ចុប្បន្នគឺប្រៀបបាននឹងម្ចាស់សិទ្ធិនៃភ្នំមេឃានេះទៅហើយគាត់អាចសម្រេចចិត្តបានថាតើនរណាដែលអាចចូលនិងចេញពីទីនេះបានស៊ីយៀនមានអារម្មណ៍ភ្ញាក់ផ្អើលបន្តិចចំពោះអំណោយដែលភ្ជាប់មកជាមួយនេះទោះបីជាធម្មពលដ៏សម្បូរបែបនៃភ្នំមេឃាមិនសូវមានប្រយោជន៍សម្រាប់គាត់ដែលកម្លាំងបច្ចុប្បន្ននេះក៏ដោយប៉ុន្តែភាពខុសគ្នានៃលំហពេលវេលាបើប្រៀបធៀបទៅនឹងដែនដីកណ្ដាលគឺពិតជាមានភាពតាក់ទាញខ្លាំងណាស់យ៉ាងណាមិញវាអាចជួយបង្កើនប្រសិទ្ធភាពនៃការហ្វឹកហាត់បានយ៉ាងសន្ធឹកសន្ធាប់តែនេះនឹងក្លាយទៅជាជំនួយដ៏ល្អឥតខ្ចោះសម្រាប់ទាំងរូបកាយគាត់ផ្ទាល់និងកងកម្លាំងរបស់គាត់មានអារម្មណ៍រីករាយជាខ្លាំងដែលមិនចាំបាច់ចំណាយពេលបង្កើតនៅអាណាចក្រផ្ទាល់ខ្លួនទៀតនោះទេព្រោះទីនេះបានបញ្ចេញនៅតម្រូវការនោះយ៉ាងពេញលេញទៅហើយអាណាចក្រដែលគាត់អាចបង្កើតបានក៏ប្រហែលជាមិនមានសេរីភាពសមត្ថភាពពិសេសបែបនេះដែរព្រោះសមត្ថភាពផ្លាស់ប្ដូរពេលវេលាបែបនេះគឺជារបស់ដែលមានតែទូទីលំដាប់កម្ពស់ប៉ុណ្ណោះទើបអាចមានស៊ីយៀនបានព្យាយាមទប់អារម្មណ៍រំភើបក្នុងបេះដូងរបស់គាត់ម្រាមដៃរបស់គាត់បានគូសវាយ៉ាងស្រាលកាត់នៅលំហអាកាសនៅប្រមុខគាត់បង្កើតបានទៅជាស្នាមប្រេះនៅលំហមួយកែភ្នែករបស់គាត់ក៏បានកលេចមើលជុំវិញអាណាចក្រមួយនេះម្ដងទៀតមុនពេលឈានជើងចូលទៅក្នុងស្នាមប្រេះនោះលំហអាកាសបានរំញ័រយ៉ាងខ្លាំងហើយរូបរាងរបស់គាត់ក៏បានបាត់ទៅបន្សល់ទុកត្រឹមតែភាពទទេងាកមកមើលខាងក្រៅវិញមានមនុស្សមួយក្រុមទៅកំពុងតែឈរនៅលើអាកាសពីលើជួរភ្នំដ៏ល្វឹងល្វើយនៃដែនដីគូពួកគេទាំងអស់គ្នាកំពុងតែជ្រុញចិញ្ចាមយ៉ាងតឹងខណៈដែលកំពុងសម្លឹងមើលទៅកាន់លំហអាកាសដែលកំពុងតែញ័រយឺតប្រៀបដូចជារលកទឹកលើជាងបានសម្លឹងទៅកាន់គូយានដែលឈរនៅក្បែរនោះហើយបានសាកល្បងដោយភាពឆ្អែលអំពីអ្វីដែលកំពុងតែប្រែប្រួលនេះចំណែកឯយានជីនដែលនៅក្បែរនោះក៏បានបង្ហាញក្តីបារម្ភរបស់ខ្លួនដែរដោយលើកឡើងថាពេលវេលាបានកន្លងផុតទៅកន្លះខែទៅហើយប្រសិនបើស៊ីយាននៅតែមិនចេញមកនោះទេតកូលហ៊ុនប្រកាសជានឹងសម្លាប់ឪពុករបស់គាត់ជាមិនខានការព្រួយបារម្ភនេះគឺដោយសារតែស៊ីយានមិនបានបង្ហាញសញ្ញាណាមួយនៃការចេញមកខាងក្រៅនោះទេចាប់តាំងពីគាត់បានចូលទៅក្នុងភ្នំមេឃាហើយថ្ងៃដែលពួកគេបានសន្យាជាមួយនឹងតកូលហ៊ុនក៏កាន់តែខិតជិតមកដល់គូយានបានបញ្ជូលដោយទឹកមុខតានតឹងភ្នំមេឃាត្រូវបានបិទទាំងស្រុងទៅហើយផ្លូវរូងអាកាសនៅទីនេះក៏ត្រូវបានបិទខ្ទប់ផងដែរគាត់បានព្យាយាមបើកផ្លូវរូងអាកាសនោះមុននេះដែរប៉ុន្តែត្រូវបានរុញច្រានដោយកម្លាំងអាថ៌កំបាំងមួយអារម្មណ៍នៃការវិបកនោះហាក់បីដូចជាបញ្ជាក់ថាភ្នំមេឃានាពេលបច្ចុប្បន្ននេះមានម្ចាស់គ្រប់គ្រងទៅហើយសម្ដីរបស់គូជាបានធ្វើឲ្យអ្នកគ្រប់គ្រងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះម្ចាស់តែមួយគត់នៃភ្នំមេឃាគឺពូលអ្នកខ្លាំងទូទីដែលបានបង្កើតវាឡើងទីកន្លែងមួយនេះក៏គ្មានម្ចាស់ឲ្យរយៈពេលជាច្រើនឆ្នាំមកហើយទោះបីជាពួកគេធ្លាប់មានបំណងចង់ចម្រើនយកវាក៏ដោយក៏ពួកគេតែងតែទទួលបរាជ័យដោយគ្មានការលើកលែងអាណាចក្រដែលត្រូវបានបង្កើតឡើងដោយទូទីគឺហួសពីសមត្ថភាពដែលពួកគេអាចគ្រប់គ្រងបានដូច្នេះហើយសូម្បីតែអ្នកមានចិត្តរឹងប៉ឹងដូចជាលៃជាងហើយនឹងជីនជីនក៏មិនចង់ជឿនឹងទៅជាខ្លួនឯងដែរនៅពេលដែលបានលើសម្ដីរបស់គូជាប៉ុន្តែពួកគេយល់ច្បាស់ថាជាមួយនឹងកម្លាំងរបស់គូជាវាពិតជាមិនអាចទៅរួចទេដែលគាត់វាតម្លៃខុសដំណឹងនេះបានធ្វើឲ្យផ្ទៃមុខដ៏ស្រស់ស្អាតរបស់ស៊ីនអឺដែលនៅក្បែរគូជាប្រែជាស្លេកស្លាំងនាងមិនបានចាប់អារម្មណ៍ចង់ដឹងថាភ្នំមេឃាមានម្ចាស់ឬអត់នោះទេអ្វីដែលនាងបារម្ភបំផុតនោះគឺស៊ីវយានកំពុងតែស្ថិតនៅខាងក្នុងបើសិនបើគូជាមិនអាចបើកផ្លូវរូងអាកាសបានទេតើស៊ីវយាននឹងអាចត្រឡប់មកវិញដោយរបៀបណាដែលឃើញពីក្តីបារម្ភគូជាក៏បានសម្រេចចិត្តថានឹងព្យាយាមម្ដងទៀតដោយទឹកមុខអាប់អួរដោយមាននៅកម្លាំងបច្ចុប្បន្នរបស់គាត់ទោះបីជាភ្នំមេឃាពិតជាមានម្ចាស់ដ៏អាចកំបាំងមែនក៏វាមិនអាចទៅរួចទេក្នុងការរៀបរៀងមិនឲ្យគាត់ចូលទាំងខាងក្នុងនោះថាដែលបង្កើតឡើងដោយដៃរបស់គូជាបានផ្លាស់ប្ដូរយ៉ាងរហ័សភ្លាមនោះធម្មពលនៅជុំវិញពួកគេប្រែបំលែងទៅជាបាតដៃធម្មពលជាដ៏ធំមួយដែលមានទំហំដល់ទៅ 10000 ហ្វីតនៅលើមេឃបន្ទាប់មកក៏បានក្តាប់វាយ៉ាងសាហាវទៅលើលំហអាកាសដែលកំពុងតែរំញ័រនោះ
នោះបង្កើតបានទៅជាស្មៅដ៏ខ្មៅងងឹតក្រនដប់លើជួរភ្នំទាំងមូលបាតដៃធម្មពលដ៏ធំនោះមានល្បឿនលឿនខ្លាំងណាស់ត្រឹមតែមួយប្រព្រឹត្តភ្នែកវាបានលេចឡើងនៅខាងក្រៅលំហអាកាសទៅហើយប៉ុន្តែនៅពេលការវាយប្រហារនោះរៀបនិងបុកទង្គិចទៅលើលំហអាកាសល្បឿននៃការរំញោក៏ស្រាប់តែកើនឡើងយ៉ាងខ្លាំងក្លាមិនយូរប៉ុន្មានចំណាំងផ្លាប្រឡងមួយក៏បានសាយភាយចេញពីខាងក្នុងយ៉ាងលឿនហើយបានបុកទង្គិចយ៉ាងទន់គោជាមួយនឹងបាតដៃយៈនោះដោយវាអាចបំបីការវាយប្រហាររបស់គូជានដោយទីទៅវិញយ៉ាងងាយស្រួលការផ្លាស់ប្ដូរដ៏មិននឹកស្មានដល់នេះបានធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងស្ងាត់មាត់ជើងតើគូជានមានកម្លាំងខ្លាំងកម្រិតណាទៅគាត់គឺជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលដែលខ្លាំងបំផុតនៅលើពិភពលោកនេះសូម្បីតែអ្នកមានកម្លាំងខ្លាំងដូចជាលេជីងក៏ត្រូវប្រើប្រាស់នៅកម្លាំងទាំងអស់របស់គាត់ដើម្បីទប់ទល់នឹងការវាយប្រហារមួយនេះដែរប៉ុន្តែការវាយប្រហារដ៏គួរឲ្យខ្លាចនេះបែរជាត្រូវបានបំបែកដោយទឹកខ្ទិះដោយគ្មានការរំពឹងទុកត្រឹមតែចំណាំងផ្លាប់ប្រឡឹងទៅវិញលេជីងនិងយៀនជីងបានលន់មាត់ដោយការតក់ស្លុតព្រោះពួកគេមិននឹកស្មានថាចំណាំងផ្លាប់ប្រឡឹងអាចទប់ទល់នឹងគូជានសោះឡើយពួកគេឆ្ងល់ថាតើកម្លាំងប្រឡឹងនេះមានភាពភ័យខ្លាចដល់កម្រិតណាទៅទើបអាចរុញច្រាននៅការវាយប្រហាររបស់គូជានបានយ៉ាងងាយស្រួលបែបនេះដែលដឹងថាមានរឿងមិនស្រួលប្រជាអមតៈទាំង3នៃបកគូដែលនៅពីក្រោយក្នុងគូជានស្រាប់តែមានទឹកមុខតានតឹងយ៉ាងខ្លាំងពួកគេបានស្រែកបញ្ជាឲ្យអ្នកជំនាញជាច្រើនពីបកគូបានហោះចេញពីជួរភ្នំជុំវិញយ៉ាងលឿនដែលបញ្ចេញទូឈីរបស់ពួកគេដើម្បីត្រៀមរៀបចំទម្រង់ការពារបន្ទាប់ពីទម្រង់ការពារត្រូវបានរៀបចំរួចរាល់គូតើបានសាយសួរទៅកាន់ភាគីម្ខាងទៀតដែលទឹកមុខម៉ងម៉ាត់ព្រោះពួកគេគ្រាន់តែមកទីនេះដើម្បីទទួលមនុស្សម្នាក់ប៉ុណ្ណោះដែលមិនមានបំណងអាក្រក់អ្វីឡើយឆ្លើយតបនឹងសម្លេងរបស់គូតាវផ្លូវរូងអាកាសមួយក៏បានលេចចេញមកយឺតៗនៅក្នុងលំហអាកាសដែលកំពុងតែរំញ័រនោះភ្លាមៗនោះរូបរាងម្នាក់បានឈានជើងចេញមកយឺតៗនៅចំពោះមុខកែភ្នែកដ៏អន្ទះសាជាច្រើនរបស់អ្នកជំនាញមកពីបកគូបកគលនោះបានបោះជំហានចេញពីផ្លូវរូងអាកាសហើយកលេចមើលឃើញទម្រង់ការពារនៅលើមេឃព្រមទាំងអ្នកជំនាញជាច្រើនដែលកំពុងតែរងចាំយ៉ាងតឹងតែងពីពេញជួរភ្នំរូបគេមានការផ្អើលយ៉ាងខ្លាំងចំពោះការស្វាគមន៍ដ៏ធំធេងមួយនេះដែលគិតនឹងចិត្តថាការរៀបចំកម្លាំងធំបែបនេះគ្រាន់តែដើម្បីមកទទួលមនុស្សម្នាក់ហាក់ដូចជាអស្ចារ្យពេកហើយមើលទៅអ្នកគ្រប់គ្នាបានស្រឡាំងកាំងយ៉ាងខ្លាំងបន្ទាប់ពីបានឃើញនៅរូបរាងដែលកំពុងតែឈានជើងចេញពីផ្លូវរូងអាកាសនោះគឺជាសៀយានសគូតាបានដកដង្ហើមធំដោយការធូរស្បើយហើយប្រាប់ទៅកាន់សៀយានថាដោយសារតែមានកំពូលអ្នកខ្លាំងម្នាក់ទៅបានបញ្ចេញនៃការវិភាគប៉ះទង្គិចគ្នាជាមួយនឹងមេដឹកនាំនៃតកូលកាលពីអំបញ្ញមិញនេះទើបពួកគេរៀបចំនៅការការពារបែបនេះគាត់បានកវីដៃប្រាប់ឲ្យអ្នកគ្រប់គ្នាបន្ធូរអារម្មណ៍និងរំសាយនៃការប្រុងប្រយ័ត្នបន្តិចម្ដងហើយបានញញឹមឈ្មោះទៅរកសៀយានប៉ុន្តែមុនពេលគាត់និយាយចប់គាត់ក៏ស្រាប់តែសង្កេតឃើញភាពតក់ស្លុតយ៉ាងខ្លាំងផុសឡើងនៅលើផ្ទៃមុខរបស់គូជានដែលធ្វើឲ្យគាត់ឈប់និយាយភ្លាមៗកែភ្នែករបស់គូជានបានសម្លឹងទៅកាន់សៀយានខណៈដែលព្យុះដ៏ធំមួយក៏បានបោកបក់រំជួលនៅក្នុងបេះដូងរបស់គាត់បានសួរទៅកាន់សៀយានដោយមិនចង់ជឿថាតែបកគលដែលបានវិបកកាលពីមុននេះគឺជារូបគាត់មែនទេអ្នកគ្រប់គ្នារួមទាំងស៊ីនជីនជីននិងលើជីងស្ទើរតែមានទឹកមុខស្រឡាំងកាំងនៅពេលដែលបានលើសំណួរនេះប៉ុន្តែអ្វីដែលធ្វើឲ្យមានភាពស្រឡាំងកាំងរបស់ពួកគេកាន់តែមានភាពតានតឹងឡើងនោះគឺនៅពេលដែលសៀយានបានឆ្លើយតបយ៉ាងសាមញ្ញត្រឡប់មកវិញដែលទទួលស្គាល់ថាអ្នកដែលបានវិបកនោះប្រហែលជាគាត់នេះឯងហើយអ្នករកគ្នាក៏បានត្រឹមតែឈរស្រឡាំងកាំងនៅពេលដែលបានសម្លឹងមើលទៅកាន់រាងកាយដ៏ក្មេងខ្ចីដែលទើបតែបានបោះជំហានចេញពីរូងអាកាសធម្មពលព្រលឹងកម្រិតដំណាក់កាលទីដែលកំពុងតែសាយភាយចេញពីរាងកាយរបស់គាត់បានធ្វើឲ្យសូម្បីតែបុគ្គលដែលតែងតែមាននូវភាពស្ងប់ស្ងាត់ដូចជាគូជានក៏មិនអាចលាក់បាំងនូវភាពភ្ញាក់ផ្អើលនៅលើផ្ទៃមុខបានដែរការដែលឈានជើងចូលទៅក្នុងដំណាក់កាលទីទោះបីជាវាមិនទាន់គួរឲ្យតក់ស្លុតដូចជាការខ្លាចទៅជាទូទីពិតប្រាកដក៏ដោយប៉ុន្តែវាគឺជាជំហានមួយដ៏គៀបបំផុតទៅនឹងកម្រិតកំពូលនោះអ្វីដែលធ្វើឲ្យពួកគេកាន់តែមិនគួរឲ្យជឿនោះគឺសូម្បីតែកំពូលអ្នកខ្លាំងដូចជាជីនហើយនឹងលើយេងដែលបានឈានទៅដល់កម្រិតទូសងផ្កាយ8ទៅហើយក្តីក៏មិនទាន់អាចប៉ះនៅកម្រិតព្រលឹងដែលគួរខ្លាចនេះបានផងពួកគេនៅចងចាំយ៉ាងច្បាស់ថាការពីកន្លះខែមុនព្រលឹងរបស់សៀយានគឺស្ថិតនៅត្រឹមកម្រិតដំណាក់កាលមេឃីឥតខ្យល់តែប៉ុណ្ណោះពេលវេលាត្រឹមតែកន្លះខែនៅពិភពខាងក្រៅតែគាត់អាចធ្វើអ្វីបានខ្លះទៅប៉ុន្តែសម្រាប់ការហ្វឹកហាត់របស់សៀយានគឺជាការផ្លាស់ប្ដូរដ៏មហាសាលមួយបន្ទាប់ពីចាកចេញពីភ្នំមេឃីគាត់បានត្រឹមតែកវីក្បាលតិចៗដោយអារម្មណ៍ស្ងប់ស្ងាត់នៅពេលដែលឃើញភាពស្ងាត់ចងំជុំវិញខ្លួនទោះបីជានៅខាងក្រៅទើបតែឆ្លងកាត់កន្លះខែក៏ដោយប៉ុន្តែពេលវេលានៅក្នុងរូងភ្នំមេឃីគឺស្មើនឹង2ឆ្នាំឯណោះការចំណាយពេលហ្វឹកហាត់ដល់ទៅ2ឆ្នាំគួបផ្សំនឹងធម្មពលពលឹងដ៏មហាសាលគ្មានទីបញ្ចប់នៃភ្នំមេឃីបានជួយរុញច្រានគាត់ឲ្យឈានទៅដល់កម្រិតនេះបានដោយជោគជ័យភ
ភាពងឿងឆ្ងល់របស់យិនជីនមិនអាចទប់បានរហូតដល់ឋានៈត្រូវសាកសួរពីមូលហេតុនៃការវិវត្តឆាប់រហ័សនេះទោះបីជាគាត់មិនអាចបដោតខ្លាំងលើការហ្វឹកហាត់ប្រលឹងប៉ុន្តែការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនឆ្នាំក៏នៅតែធ្វើឲ្យព្រលឹងរបស់គាត់ជាប់គាំងត្រឹមតែកម្រិតដំណាក់កាលមេឃីអិតខ្យល់ដដែលដោយមិនដឹងថាត្រូវចំណាយពេលយូរប៉ុណ្ណាទៀតទើបអាចឈានទៅដល់ដំណាក់កាលទីបានជាការឆ្លើយតបស៊ីយៀនបានបញ្ជាក់យ៉ាងខ្លីថានេះគឺជាការជាអំណោយពីបបេបរោស៊ីឈွန်គ្រាន់តែលើឈ្មោះនេះភ្លាមយិនជីននឹងលេជាងបានត្រឹមតែញញឹមលាយឡំនឹងការដកដង្ហើមធំដោយក្តីសញ្ញេសរសើរបុគ្គលនេះពិតជាស័ក្តិសមជាអ្នកខ្លាំងបំផុតនៅលើទ្វីបទូឈីយ៉ាងពិតប្រាកដទោះបីជាស្លាប់បាត់បង់ជីវិតអស់ជាច្រើនឆ្នាំទៅហើយក្តីក៏នៅតែបន្សល់ទុកនូវសមត្ថភាពដ៏គួរឲ្យព្រឺខ្លាចដល់កូនចៅចំនួនក្រោយបានទៀតនៅពេលដែលអារម្មណ៍ចាប់ផ្ដើមស្ងប់គូជាងក៏បានសាកសួរអំពីលទ្ធភាពនៃការប្រោសរបស់បបេបរោស៊ីឈွန်ឡើងវិញប៉ុន្តែចម្លើយដែលទទួលបាននោះគឺមានត្រឹមតែការកវីក្បាលនិងការបកស្រាយដោយសំឡេងស្រាលស្រាលពីស៊ីយៀនថាបំណែកព្រលឹងរបស់បបេបរោលោកបានរលាយបាត់ទាំងស្រុងពីភ្នំមេឃីទៅហើយសក្តីពិតមួយនេះបានធ្វើឲ្យគូយានស្រឡាំងកាំងនៅទម្លាយដង្ហើមធំដោយក្តីសោកស្ដាយទោះបីជាគាត់មិនដឹងច្បាស់អំពីដំណើរការរឿងលម្អិតនៅក្នុងនោះប៉ុន្តែគាត់អាចទីដឹងថាការវិវត្តព្រលឹងរបស់ស៊ីយៀនគឺប្រកបជាត្រូវដោះដូរមកវិញជាមួយនឹងការលះបង់ព្រលឹងរបស់ស៊ីឈွန်ជាមិនខានទំនាក់ទំនងរបស់គាត់និងស៊ីឈွန်គឺពោពេញទៅដោយភាពស្មុគស្មាញដែលមានទាំងការប្រកបប្រជែងនិងមិត្តភាពរវាងបរិះហើយនិងបរិះគាត់ដឹងច្បាស់ថាប្រសិនបើស៊ីឈွန်មិនមែនជាមេកូស្ពនសៀវទីនោះពួកគេទាំងពីរប្រកបជាខ្លាចទៅជាមិត្តសម្លាញ់នឹងគ្នាដ៏ល្អបំផុតមិនខានប៉ុន្តែឋានៈនិងទំនួលខុសត្រូវចំពោះកូស្ពនរៀងៗខ្លួនបានរៀងពួកគេមិនឲ្យធ្វើតាមបេះដូងខ្លួនឯងបានពេលវេលាមិនរងចាំអ្នកណាឡើយគូយានបានរំលឹកអ្នករកគ្នាថាថ្ងៃស្អែកគឺជាថ្ងៃកំណត់កន្លះខែតែប៉ាហ៊ុនបានប្រកាសទងគាត់បានសាកសួរអំពីផែនការបន្តរបស់ស៊ីយៀនក្នុងនាមជាកូនប្រុសម្នាក់ស៊ីយៀនគ្មានជំរឿអ្វីផ្សេងក្រៅពីត្រូវទៅជួយសង្គ្រោះឪពុករបស់ខ្លួននោះទេនេះមិនត្រឹមតែជាកាតព្វកិច្ចប៉ុណ្ណោះទេប៉ុន្តែវាគឺជាការសន្យាដែលបានធ្វើជាមួយនឹងបងប្រុសទាំងពីររបស់គេផងដែរចំពោះរឿងនេះលើយើងឯនឹងយិនជីនក៏យល់ច្បាស់អំពីទំហំទឹកចិត្តមួយនេះហើយពួកគេមិនអាចបន្តអ្នកណាម្នាក់បានឡើយបំណែកត្បូងបុរាណគឺជារបស់ប៉ាសៀវដូច្នេះស៊ីយៀនមានសិទ្ធិពេញលេញក្នុងការសម្រេចចិត្តម្យ៉ាងវិញទៀតជាមួយនឹងកម្លាំងកម្រិតដំណាក់កាលទីរបស់ស៊ីយៀននាពេលនេះគាត់គឺជាកម្លាំងសម្ព័ន្ធមិត្តដ៏រឹងមាំបំផុតមួយក្នុងការប្រឆាំងនឹងប៉ាហ៊ុនដែលសូម្បីតែអ្នកខ្លាំងដូចជាពួកគេទាំងពីរក៏មិនហ៊ានមើលស្រាលយុវជនចំនួនក្រោយម្នាក់នេះទៀតដែរព្រោះពួកគេដឹងច្បាស់ថាធម៌ពលនៃព្រលឹងដំណាក់កាលទីគឺអាចប្រកបប្រជែងជាមួយនឹងពួកគេបានដែលមើលឃើញពីការបដិញ្ញាចិត្តនេះគូយានបានប្រកាសយ៉ាងដៃហឹងការថាថ្ងៃស្អែកកម្លាំងអ្នកខ្លាំងពីកុសសម្ព័ន្ធទាំង3នឹងរួមដំណើរជាមួយនឹងស៊ីយៀនគោលដៅចម្បងគឺនៅពេលដែលឪពុករបស់ស៊ីយៀនត្រូវបានរំដោះមកដល់ដៃដែលសវត្ថិភាពពួកគេទាំងអស់គ្នានឹងបើកនៅការវិប្រហាព្រមគ្នាដើម្បីដណ្ដើមយកនូវត្បូងបារាណនោះមកវិញឬបំផ្លាញវាចោលតែម្ដងទោះបីជាត្រូវលះបង់ក្នុងតម្លៃណាក៏ដោយទឹកមុខដ៏តឹងតែងរបស់គូជាតិបានបង្ហាញយ៉ាងច្បាស់អំពីភាពធ្ងន់ធ្ងរនៃស្ថានភាពនេះគាត់ដឹងយ៉ាងច្បាស់ថាប្រសិនបើប៉ាហ៊ុនពិតជាអាចប្រមូលនូវត្បូងបារាណបានគ្រប់គ្រាន់ហើយបើកទ្វារសំណាក់អតិថិបារាណទូជឿនោះហ៊ុនធីនទីនៅទទួលបាននៅឱកាសឈានជើងចូលកម្រិតទូទីជាមិនខាននៅពេលនោះពិភពលោកទាំងមូលប្រកបជាគ្មាននរណាម្នាក់អាចតតាំងជាមួយនឹងគាត់បានឡើយហើយសំបីសម្ព័ន្ធមិត្តរបស់ពួកគេនាពេលនេះក៏ប្រៀបទៅនឹងសត្វល្អិតដែលព្យាយាមអង្រួនដើមឈើដ៏ធំមួយអញ្ចឹងដែរស៊ីយៀនបានយល់ព្រមទាំងស្រុងទៅនឹងការរៀបចំនេះមានសម្ព័ន្ធទាំង3ធ្វើជាខ្នងបងឯងគាត់នឹងកាន់តែមានភាពជឿជាក់ក្នុងការប្រឈមមុខជាមួយនឹងប៉ាហ៊ុនទោះបីជាព្រលឹងបានឈានទៅដល់កម្រិតដំណាក់កាលទីក៏ដោយក៏មិនមែនមានន័យថាគាត់អាចប្រយុទ្ធមួយទល់នឹងមួយជាមួយនឹងកំពូលអ្នកខ្លាំងដូចជាហ៊ុនធីនទីបានភ្លាមនោះទេលើពីនេះទៅទៀតប៉ាហ៊ុននៅមានកម្លាំងលាក់មុខជាច្រើនទៀតដែលគ្រាន់តែអណ្ដាតភ្លើងលើតបាក់លំហនិងបិសាចទាំង4របស់ពួកគេក៏ល្មមធ្វើឲ្យគេឈីក្បាលបានទៅហើយដើម្បីពង្រឹងកម្លាំងបន្ថែមគូតាបានបញ្ជាក់ថាដំណឹងនេះត្រូវបានបញ្ជូនទៅកាន់សម្ព័ន្ធសំណាក់មេឃរួចរាល់ហើយកម្លាំងរបស់ពួកគេនឹងធ្វើដំណើរមកដល់ជួរភ្នំភ្នោខ្មោចនៅថ្ងៃស្អែកដូចគ្នាការរួមបញ្ចូលគ្នានៃកម្លាំងទាំង4ភាគីនេះនឹងធ្វើឲ្យពួកគេលែងមានភាពភ័យខ្លាចចំពោះប៉ាហ៊ុនទៀតហើយជាការពិតណាស់បច្ចុប្បន្ននេះសម្ព័ន្ធសំណាក់មេឃបានបង្ហាញអំពីកម្លាំងដ៏គួរខ្លាចរបស់ខ្លួនជាបណ្ដាហើយក្រៅពីវត្តមានរបស់បព្វបរោះនៃប៉មថ្នាំនិងស៊ីឈិនពួកគេថែមទាំងមាននៅស៊ីយៀនដែលទៅតែឈានជើងចូលកម្រិតដំណាក់កាលទីថែមទៀតបាននិយាយអំពីកម្លាំងសរុបពួកគេគឺលេងចាញ់ព្រៀបបជានិងបល័យទៀតហើយក្នុងកំឡុងពេលដែលស៊ីយៀនកំពុងតែកប់ខ្លួនហ្វឹកហាត់នៅក្នុងភ្នំមេឃីរយៈពេលនេះគូយានមិនបាននៅទំនេរដែរគាត់បានចូលដៃផ្ទាល់ក្នុងការបង្កើតនៅរូងអវកាសដើម្បីភ្ជាប់ទំនាក់ទំនងរវាងបយានលៃហើយនិងបកគូប្រព័ន្ធការពារនេះត្រូវបានរៀបចំឡើងយ៉ាងប្រុងប្រយ័ត្នបំផុតដែលគ្រាន់តែមានភាពមិនប្រក្រតីបន្តិចបន្តួចកើតឡើងនៅក្នុងរង្វង់អំណាចនៃតកូលណាមួយការប្រកាសអាសន្ននឹងត្រូវបានបញ្ជូនទៅកាន់តកូលផ្សេងៗទៀតភ្លាម
មេរៀនសោកនាដកម្មរបស់បលីងបជានិងបជាបានខ្លាយទៅជាការដាស់តឿនដ៏ធំបំផុតសម្រាប់កុសលផលដែលនៅសេសសល់ដូច្នេះហើយទើបតកូលទាំង3បានប្រកាសអាសន្នកម្រិតខ្ពស់បំផុតដោយក៏ហៅចាស់ទុំទាំងអស់ដែលកំពុងតែផ្ដាច់ខ្លួនហ្វឹកហាត់ឲ្យចេញមកខាងក្រៅវិញដើម្បីត្រៀមប្រជុំផ្ដុំគ្នានៅពេលមានបញ្ជាភ្លាមការតបភ្ជាប់លំហអាកាសដោយស្នាដៃរបស់គូជានេះគឺស្ទើរតែគ្មាននរណាម្នាក់នៅលើលោកនេះអាចបំបីវាបានដោយមិនឲ្យគាត់ដឹងមុនបានឡើយសូម្បីតែហ៊ុនធីនទីក៏ដោយលើកលែងតែបកគលនោះបានឈានជើងទៅដល់កម្រិតទូទីពិតប្រាកដជាមួយនឹងការបញ្ចប់នៃការហ្វឹកហាត់ដោយជោគជ័យរបស់ស៊ីយៀនការរៀបចំគ្រប់យ៉ាងគឺចាត់ទុកថាបានត្រៀមលក្ខណៈរួចរាល់ជាស្ថាពរអ្វីដែលពួកគេធ្វើនៅពេលនេះគឺរងចាំពេលវេលាមកដល់នៅថ្ងៃស្អែកតែប៉ុណ្ណោះទឹកមុខរបស់អ្នកគ្រប់គ្នាបានប្រែទៅជាតានតឹងយ៉ាងខ្លាំងនៅពេលដែលគិតទៅដល់សង្គ្រាមដ៏មហិមាដែលចិត្តនឹងផ្ទុះឡើងទំហំនៃសង្គ្រាមមួយនេះបាននិយាយបានថាជាសង្គ្រាមដ៏ធំបំផុតនៅលើទ្វីបទូឈីក្នុងរយៈពេលរាប់ពាន់ឆ្នាំចុងក្រោយនេះរាត្រីកាលបានឈានចូលមកដល់គ្របដណ្ដប់ដែលដៃគូជាមួយនឹងពលឺព្រះច័ន្ទដ៏ត្រជាក់ស្រេមសាយពីពីពេញនៃផ្ទៃមេឃនៅក្នុងទីធ្លាដ៏ស្ងាត់ជ្ងំនៃព្រៃឫស្សីស៊ីជៀនបានឈរស្ងៀមយកដៃកងទៅក្រោយសម្លឹងមើលទៅកាន់ផ្ទៃរាត្រីដែលអារម្មណ៍ស្ងាញ់និងពោពេញទៅដោយការនឹករលឹកពេលវេលាពិតជាកន្លងផុតទៅលឿនមែនទែនមិនទាន់បានប្រមាណផងវាមានរយៈពេលជាង1ទសវត្សរ៍ទៅហើយតាំងពីថ្ងៃដែលគាត់បានចាក់ចែងពីតំបន់ Black Corner មកកាន់តំបន់ចុងជើក្នុងកំឡុងពេលដ៏វែងអន្លាយនេះយុវជនដែលធ្លាប់តែមានភាពក្មេងខ្ចីនៅលើផ្ទៃមុខបានបាត់បង់នូវភាពទន់ខ្សោយទាំងនោះបន្តិចម្ដងហើយបានប្រែក្លាយខ្លួនជាមេដឹកនាំកំពូលនៃសម្ព័ន្ធភាពដែលកំពុងតែគ្រប់គ្រងនៅដែនដីភូមិភាគកណ្ដាលទាំងមូលពីបុគ្គលម្នាក់ដែលគ្មាននរណាស្គាល់ឈ្មោះសោះកាលពីមុនប្រកាសណាកម្លាំងជំរុញចិត្តដ៏ធំបំផុតដែលជួយទៅទ្រង់គាត់អាចស៊ូទ្រាំដើរមកដល់ចំណុចនេះបានគឺការចេញអំពីការគិតតែមួយគត់នោះគឺការសង្គ្រោះឪពុករបស់ខ្លួនដែលគេមិនបានជួបមុខឲ្យរយៈពេលជាច្រើនទសវត្សរ៍មកហើយថ្ងៃស្អែកនេះការតន្ទឹងរង់ចាំនឹងត្រូវបានបញ្ចប់ពួកគេនឹងបានជួបជុំគ្នាវិញហើយស៊ីជៀនបានក្តាប់កណ្ដាប់ដៃរបស់ខ្លួនយ៉ាងណែនដោយមានបំណែកនៅត្បូងបារានកំពុងតែបញ្ចេញពន្លឺព្រលឹងយ៉ាងខ្សោយនៅក្នុងដៃម្រាមដៃរបស់គាត់ក៏បានអង្អែលថ្នមទៅលើពន្លឺនោះមុននឹងងើបមុខឡើងដកដង្ហើមធំស្រូបជោគdurchខ្យល់អាកាសទោះបីជាបច្ចុប្បន្ននេះស៊ីយៀនបានក្លាយទៅជាអ្នកខ្លាំងកំពុងម្នាក់ដែលមាននៅមនុស្សរាប់មិនអស់នៅលើទ្វីបតែងតែសម្លឹងមើលដោយក្តីគោរពកោតខ្លាចក៏ដោយក៏គាត់នៅតែមិនអាចបំភ្លេចបាននៅកែភ្នែកដ៏កក់ក្ដៅនិងពោពេញទៅដោយក្តីស្រឡាញ់របស់ឪពុកគាត់នៅក្នុងទីក្រុងតូចមួយឈ្មោះថាទីក្រុងអ៊ូតានបានឡើយកាលពីពេលនោះក្នុងនាមជាអតីតមនុស្សប្រកែដែលធ្លាក់ខ្លួនខ្លាចទៅជាមនុស្សគ្មានបានការហើយត្រូវបានទទួលរងនឹងការចំអកលក់លើយពីមនុស្សជុំវិញខ្លួនឪពុករបស់គាត់គឺស៊ីចាន់មិនដែលបង្ហាញភាពត្រជាក់សេរីក៏បន្តបង្អាប់គាត់សំបីតែបន្តិចផ្ទុយទៅវិញគាត់ថែមទាំងបានបន្តខ្លួនឯងចំពោះរឿងទាំងអស់នោះទៀតផងមូលហេតុចម្បងដែលធ្វើឲ្យស៊ីយៀនអាចខំមាត់សង្កត់ចិត្តទ្រាំទ្រនឹងការសាច់ចំអកអស់រយៈពេល3ឆ្នាំរហូតអាចក្រោកឈរបញ្ចេញនៅពលឺសាជាថ្មីបានក៏ដោយសារតែឪពុករបស់គាត់ម្នាក់នេះដែរគាត់បានខិតខំហ្វឹកហាត់យ៉ាងនឿយហត់រហូតអាចឈានទៅដល់កម្រិតដ៏ខ្ពស់ហួសពីការរំពឹងទុកកាលពីមុនប៉ុន្តែរឿងដែលសោកស្ដាយបំផុតនោះគឺនៅមិនទាន់មានឱកាសបានជួបមុខឪពុកដែលខ្លួននឹករលឹកជាទីបំផុតនោះឡើយខណៈដែលស៊ីជិកកំពុងតែរអ៊ូរទាំតែម្នាក់ឯងរាងកាយដ៏ទន់ភ្លន់មួយបានចូលមកផ្អែកពីក្រោយខ្នងរបស់គាត់យ៉ាងថ្នមដៃដ៏ស្រឡូនបានអោបចង្កេះរបស់គាត់យ៉ាងកក់ក្ដៅអមដោយផ្ទៃមុខដ៏ស្រស់ស្អាតឥតខ្យល់ដែលងើបឡើងក្រោមពន្លឺព្រះច័ន្ទធ្វើឲ្យសំបីតែពន្លឺច័ន្ទក៏ហាក់ដូចជាត្រូវស្អាតពណ៌នៅចំពោះមុខនាងដែរសំឡេងដ៏ស្រទន់របស់ស៊ីនអឺបានបន្លឺឡើងដោយបញ្ជាក់ប្រាប់ថាលោកពូស៊ីប្រកាសជាមានមោទនភាពនិងសប្បាយចិត្តយ៉ាងខ្លាំងប្រសិនបើគាត់បានដឹងពីភាពជោគជ័យរបស់គាត់នាពេលនេះស៊ីយៀនបានប្រឡែងដៃរបស់ខ្លួនហើយចាប់យកដៃរបស់នាងថ្នមបន្តិចក្រោយមកគាត់ក៏បានទប់អារម្មណ៍រំជើបរំជួលនៅក្នុងចិត្តហើយងាកខ្លួនមកអោបរាងកាយដ៏ស្រស់ស្អាតនោះចូលទៅក្នុងរង្វង់ដៃគាត់បានញញឹមរួចរំលឹកអំពីអនុស្សាវរីយ៍កាលពីកុមារភាពដោយប្រាប់នាងពីការដែលគេធ្លាប់និយាយប្រាប់ឪពុកថាគាត់ចង់ឲ្យស៊ីនអឺក្លាយទៅជាប្រពន្ធរបស់ខ្លួនពេលនោះឪពុករបស់គាត់បានស្ដីបន្ទោយ៉ាងតឹងរឹងមិនឲ្យគាត់មានគំនិតសម័យបែបនេះទេប៉ុន្តែស៊ីយៀនដឹងយ៉ាងច្បាស់ថាឪពុករបស់គាត់ពិតជាពេញចិត្តនិងស្រឡាញ់ស៊ីនអឺយ៉ាងខ្លាំងដូច្នេះហើយគាត់បានសន្យាយ៉ាងមុតមាំថាបន្ទាប់ពីសង្គ្រោះឪពុកបានសម្រេចគាត់នឹងរៀបចំឲ្យគាត់ធ្វើជាអធិបតីនៅក្នុងវិធីមង្គលការរបស់ពួកគេទាំងពីរនាក់លើបែបនេះផ្ទៃមុខរបស់ស៊ីនអឺបានផ្អែកទៅលើទ្រូងរបស់ស៊ីយៀនយ៉ាងស្រស់ស្អាតជាមួយនឹងក្តីអ៊ីនខ្មែរដែលបញ្ចេញយ៉ាងច្បាស់នៅលើផ្ទៃមុខប៉ុន្តែការភ្នែកដ៏ស្រស់ស្អាតរបស់នាងគឺពោពេញទៅដោយភាពផ្អែមល្ហែមនិងសុភមង្គលយ៉ាងពិតប្រាកដនាងបានងក់ក្បាលយល់ព្រមយ៉ាងទន់ភ្លន់បំផុតមើលឃើញសម្រស់ដ៏ទាក់ទាញប្រៀបដូចជាផ្កាដែលកំពុងតែរីកស្គុះស្គាយបែបនេះបេះដូង
របស់សៀយានចាប់ផ្ដើមក្តៅអូនគាត់បានញញឹមរួចជោគដៃអោបព្រឹត្តចង្កេះដ៏តូចជ្រលឹងរបស់នាងហើយអូនក្បាលចូលប្រថាប់ស្នាមថើបដ៏ផ្អែមល្ហែមទៅលើបបោមាត់ដ៏ទន់របស់ស៊ីនអឺដែលកំពុងតែមានភាពអៀនខ្មាសគ្រាន់តែក្រវីនៅដៃម្ខាងទ្វារបន្ទប់ក៏បានបើកឡើងដោយស្វ័យប្រវត្តិរាងកាយរបស់គាត់ក៏បានបញ្ចេញនូវពន្លឺភ្លើងហើយបញ្ញានាំយកនាងចូលទៅក្នុងបន្ទប់មុននឹងទ្វារបិទជិតវិញយ៉ាងលឿនដោយសំឡេងផាំងទីត្រីកាលនៅតែបន្តភាពស្ងប់ស្ងាត់ប៉ុន្តែនៅក្នុងបន្ទប់គឺពោពេញទៅដោយបច្ចាកាសនៃសេចក្តីស្នេហាដ៏ផ្អែមល្ហែមពេលវេលាបានបន្តដំណើរទៅមុខរហូតដល់ពេលព្រះអាទិត្យដំបងនៃព្រឹកព្រលឹមបានជារស្មីចូលមកគ្រាន់ដប់លើផែនដីនៃបាក់គូដែលធ្លាប់តែស្ងប់ស្ងាត់សំឡេងខ្យល់បោកក៏បានលឺឡើងយ៉ាងកំពងអមដោយដង្ហើមនៃរស្មីនៃធម្មពលដ៏មហិមារាប់មិនអស់ដែលកំពុងតែប្រមូលផ្ដុំនិងផ្ទុះឡើងយ៉ាងសន្ធឹកសន្ធាប់នៅគ្រប់ទិសទីមហាសង្គ្រាមដ៏កក្តៅកំពុងតែឈានចូលមកដល់ហើយសាច់រឿងបញ្ចឹងក៏ស្លេទៅប៉ុណ្ណេះតែនេះចង់ទេសនាតទៀតដែរក៏អត់ខ្ញុំសូមបញ្ជាក់ថា channel របស់ខ្ញុំគឺអត់ទាន់រលួយបាននោះទេ